ពីដំបងឡើយគេឆ្អើតាមផ្ទះរៀងៗខ្លួនទេតែដល់ពេលមានការគ្រប់គ្រងពីអង្គការជីវិតធម្មជាតិនៅកម្ពុជាមកគាត់បានបង្កើតក្រុមឆ្អើត្រីរយៈពេល3ថ្ងៃបានស្ងួតល្អដែលវាយចូលឡើងបានដែលវាយទុកបានគម្រោងរបស់យើងបានជួយគ្រប់គ្រងច្រើនទាំងការចងក្រងសហគមន៍របស់ពួកគាត់ហើយនឹងទាំងការផ្ដល់ជាសម្ភារៈជាធនធានមួយចំនួនសម្រាប់ពួកគាត់ដំណើរការក្នុងក្រុមហើយមួយទៀតគឺតាក់ទងទៅនឹងបដិភិដែលគាត់ប្រមូលចូលក្នុងការងារសហគមន៍ក្នុងការការពារធនធានធម្មជាតិដូចជាការងារល្បាតឬក៏សកម្មភាពអប់រំផ្សព្វផ្សាយឃុំផាត់សណ្ដាយស្ថិតនៅក្នុងស្រុកកំពង់ស្វាយខេត្តកំពង់ធំផាត់សណ្ដាយមានព្រំប្រទល់ជាប់ទៅនឹងខេត្តកំពង់ឆ្នាំងដើម្បីទៅដល់ទីនោះយើងអាចធ្វើដំណើរចេញពីទីរួមខេត្តកំពង់ធំដោយកាណូតតាមបណ្ដោយស្ទឹងសែនចម្ងាយប្រហែលជា50គីឡូម៉ែត្រតែបើយើងចេញដំណើរពីស្រុកបរិបូរខេត្តកំពង់ឆ្នាំងចម្ងាយប្រហែលជា8គីឡូម៉ែត្រប៉ុណ្ណោះផាត់សណ្ដាយជាតំបន់អេកូទេសចរណ៍ធម្មជាតិដែលមានផ្ទះបណ្ដែតទឹកព្រៃលិចទឹកព្រែកបឹងបួតូចធំជាច្រើននិងសម្បូរទៅដោយសត្វស្លាបច្រើនប្រភេទដែលទាំងនេះសុទ្ធសឹងតែជាសក្តានុពលទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ80ទៅ90% ជាអ្នកនេសាទជាក់ស្ដែងប្រជាពលរដ្ឋនៅក្នុងភូមិទួលនាងសាវស្ទើរតែទាំងអស់រស់ពឹងអាស្រ័យទៅលើមុខរបរមួយនេះយំទៅមួយថ្ងៃមើល3-4ដងបើសិនត្រីត្រូវតែមេឃធ្លាក់ភ្លៀងចេះអត់ត្រូវទេហើយវាថាជាស្អុយជាអីចឹងទៅជាទូទៅប្រជានេសាទនៅទីនេះអាចរកត្រីបានចន្លោះពី10ទៅ20គីឡូក្នុងមួយថ្ងៃក្រៅពីគេកាត់ឆ្ការលបាំងលោបនេះមកត្រីវាអាចមានធ្លាក់មកដល់រែងតាមដងស្ទឹងយើងខ្លះហើយនឹងតាមដងទន្លេសាបឆ្នុកទ្រូនឹងខ្លះហើយវាអាចបានយើងជាពលរដ្ឋយើងអាចបដែតបានខ្លះសំបានតិចដោយសារពួកគាត់នៅទីនេះរកត្រីជាលក្ខណៈគ្រួសារបានតិចតួចមិនអាចយកទៅលក់ផ្ទាល់នៅលើទីផ្សារបានទើបពួកគាត់យកមកលក់ឲ្យអ្នកភូមិជាមួយគ្នានិងពេលខ្លះដោះដូរជារបស់ផ្សេងខ្ញុំយកមកឲ្យគាត់ទៅគាត់យកត្រីមកឲ្យខ្ញុំបាទយើងដោះដូរគ្នាចាដូរជាមួយខ្ញុំបាទសម្រាប់របរឆ្អើរត្រីនៅក្នុងភូមិនេះក៏មិនសូវខុសពីកន្លែងផ្សេងដែរគេបែងចែកត្រីទៅតាមប្រភេទនិងទំហំឲ្យសមស្របទៅនឹងតម្លៃទីផ្សារត្រីមានបែងចែកជា3ប្រភេទមានក្បាល6ក្បាល7និងក្បាល8ក្បាល8ហ្នឹងគឺកន្លះ3ហ៊ុនក្បាល7ហ្នឹង3កន្លះក្បាល6ហ្នឹងកន្លះ4ជាធម្មតាប្រភេទត្រីនីមួយៗឡើងចុះទៅតាមរដូវកាលពីខែ1ដល់ខែ3សបោត្រីរៀលលោកគ្រូចន្លោះខែ9ខែ10ខែ11សបោប្រភេទត្រីកមត្រីកេះហើយនឹងត្រីចកៃខែហ្នឹងមានត្រីរៀលត្រីក្រោះខែ4ខែ5ខែ6យើងអត់មានត្រីអីប៉ុន្តែយើងឆ្អើជាប្រភេទត្រីដែងនិងត្រីចិញ្ចឹមនេះទឹកស្អាតបងយើងយកមកពីខាងលើការឆ្អើត្រីនៅទីនេះធ្វើឡើងយ៉ាងផ្ចិតផ្ចង់និងអនាម័យហើយត្រូវប្រើរយៈពេលយូរក្នុងការឆ្អើរដើម្បីរក្សាគុណភាពត្រីទុកឲ្យបានយូរ2ត្រឡប់ទៅ3ត្រឡប់បានស្ងួតរយៈពេល3ថ្ងៃបានស្ងួតល្អដែលវាយចូលឡើងបានដែលវាយទុកបានចាអញ្ចឹងយើងប្រើរយៈពេល3ថ្ងៃចា3ថ្ងៃហ្នឹងទៅដិតដល់ទៀតលក្ខណៈពិសេសមួយទៀតនៅពេលដែលឆ្អើររួចគេត្រូវយកត្រីនោះទៅអប់មុននឹងរៀបចំវេចខ្ចប់ត្រីដែលយើងអត់តន់អប់ណាគឺយើងទុកអត់បានយូរទេហើយវាអត់ឆ្ងាញ់ដែរបើយើងអប់ស្ងួតគឺយើងទុកបានយូររយៈពេល1ឆ្នាំគុណភាពនៅល្អតែសប្តាហ៍ថ្ងៃរបរមួយនេះជួបបញ្ហាប្រឈមជាច្រើនដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់បញ្ហាប្រឈមទី1គឺដូចថាខ្វះត្រីចុះថយទី2គឺទីផ្សារចឹងហើយបើដល់ទិញពីឈ្មួញកដាលមកយើងតម្លៃខ្ពស់ដល់យើងទីផ្សារទៅឆ្អើយើងវាយទៀតអញ្ចឹងវាអត់មានចំណេញបាទចឹងហើយប្រឈមខ្លះទៅគ្នាបាន100ជាមួយទៅខ្លះអត់បានមកទេវាគិតទៅវាបានថវិកាចូលតិចពេកនឹងដោះស្រាយក៏ជាព្រៃអត់គ្រប់ជាទូទៅអ្នកទន្លេបន្ទាប់ពីទទួលផលនេសាទហើយពួកគាត់តែងយកទៅលក់ឲ្យឈ្មួញឬធ្វើផ្អកប្រហុកដោយខ្លួនឯងជាលក្ខណៈគ្រួសារដែលនេះជាទម្លាប់តាំងពីដូនតាមកចូលដល់សម័យនេះនៅតាមតំបន់មួយចំនួនពួកគាត់ចាប់ដើមនាំគ្នាចងក្រងជាសហគមន៍ជាក់ស្ដែងដូចនៅក្នុងភូមិទួលនាងសាវនេះជាដើមពីដំបងឡើយគេឆ្អើតាមផ្ទះរៀងៗខ្លួនទេតែដល់ពេលមានការគ្រប់គ្រងពីអង្គការជីវិតធម្មជាតិនៅកម្ពុជាមកគាត់បានបង្កើតក្រុមឆ្អើត្រីគឺជាក្រុមស្ត្រីដែលនៅសហគមន៍យើងនេះ
ស្ត្រីភាគច្រើនក៏អត់មានមុខរបរអញ្ចឹងគាត់មកឆ្អើរត្រីជុំគ្នា ដោយមើលឃើញពីកង្វះខាតមួយចំនួនទើបអង្គការជីវិតធម្មជាតិកម្ពុជាបានជួយផ្ចង់ផ្ដើមឲ្យប្រជាពលរដ្ឋក្នុងសហគមន៍រួមគ្នាដើម្បីជួយជំរុញផលិតកម្មឲ្យកាន់តែមានសន្ទុះខ្លាំង គោលបំណងដើមឡើយគឺដើម្បីបង្កើននៅអាជីវភាពរបស់ពួកគាត់តែឯដែលពិសេសនោះគឺយើងបង្កើន brand name សម្រាប់ពួកគាត់ brand name នេះគឺយើងដាក់ឈ្មោះថាជាត្រីទន្លេមានន័យថាជាត្រីដែលចេញពីទន្លេហើយគោលបំណងដែលយើងបង្កើត brand name នេះគឺយើងមាន2ធំគឺទី1តកតងទៅនឹងអនាម័យហើយនិងទី2តកតងទៅនឹងការការពារធនធានធម្មជាតិគោលការណ៍របស់យើងចំនួន9ចំណុចក្នុងការដែលគាត់អាចគ្រប់គ្រងក្រុមរបស់គាត់ហើយគាត់អាចប្រមូលបដិភាពមួយចំនួនដើម្បីចូលរួមក្នុងសហគមន៍របស់គាត់ដែលគាត់អាចចូលរួមការពារធនធានធម្មជាតិបានហ្នឹងគឺយើងមានជាគោលការណ៍ដែលពួកគាត់ក្នុងការដែលកែច្នៃឆ្អើរត្រីនេះគឺទី1គឺយើងផ្ដោតទៅលើសកម្មភាពដែលគាត់នេសាទត្រីឬក៏សកម្មភាពណាមួយដែលខុសនឹងច្បាប់អាចជាការទន្ទ្រានដីព្រៃជាការដាំឈូកឬក៏បរបាញ់សត្វអីជាដើមអញ្ចឹងសមាជិកនៅក្នុងក្រុមរបស់យើងបើសិនបើមានពាក់ព័ន្ធទៅលើសកម្មភាពទាំងអស់ហ្នឹងគឺយើងអាចឲ្យចូលក្នុងក្រុមការច្នៃត្រីបាននេះហើយមួយទៀតគឺតាក់ទងទៅនឹងបដិភិដែលគាត់ប្រមូលចូលក្នុងការងារសហគមន៍ក្នុងការការពារធនធានធម្មជាតិដូចជាការងារល្បាតឬក៏សកម្មភាពអប់រំផ្សព្វផ្សាយអញ្ចឹងសមាជិកដែលគាត់ចូលរួមក្នុងក្រុមត្រីឆ្អើរឬក៏ក្រុមត្រីទន្លេនេះគឺគាត់ផ្ដល់បដិភិចំនួន 5% ទៅលើផលចំណេញរបស់ពួកគាត់ចូលនៅក្នុងថវិកាសហគមន៍គោលបំណងដែលយើងចង់ក្រងពួកគាត់ជាក្រុមបែបហ្នឹងគឺដើម្បីងាយស្រួលគ្រប់គ្រងឲ្យគាត់អាចអនុវត្តទៅលើគោលការណ៍របស់យើងហ្នឹងមានតម្លាភាពហើយមានប្រសិទ្ធភាពបើសិនបើគាត់ធ្វើការងារជាលក្ខណៈគ្រួសារគឺយើងពិបាកក្នុងការដែលឲ្យគាត់អនុវត្តទៅតាមគោលការណ៍ទាំងអស់គម្រោងរបស់យើងបានជួយគ្រប់គ្រងច្រើនទៅលើការចងក្រងសហគមន៍របស់ពួកគាត់ហើយនឹងទាំងការផ្ដល់ជាសម្ភារៈជាធនធានមួយចំនួនសម្រាប់ពួកគាត់ដំណើរការក្នុងក្រុមហើយយើងមានការទទួលស្គាល់ពីខាងឃុំដែរយើងមានក្រុមសម្រាប់តាមដានក្នុងការអនុវត្តរបស់ពួកគាត់យើងហៅថា internal control system ហ្នឹងជាក្រុមសមាជិកក្រុមដែលមានទាំងអាជ្ញាធរមានទាំងប្រធានសហគមន៍តំបន់ការពារហើយនិងមន្ត្រីជានរៈដែលគាត់នឹងចូលរួមវាយតម្លៃទៅលើការអនុវត្តរបស់ពួកគាត់ហើយក្នុងនោះដែរគឺយើងមានប្រាក់ឧបត្ថម្ភទៅដល់ពួកគាត់នៅពេលដែលពួកគាត់គោរពតាមគោលការណ៍9ចំណុចហ្នឹងគឺយើងផ្ដល់បន្ថែមតម្លៃ 10% ទៅលើតម្លៃត្រីឆ្អើររបស់ពួកគាត់បើសិនបើគាត់គោរពតាមគោលការណ៍ទាំងអស់ហ្នឹងហើយមួយផ្នែកធំទៀតគឺយើងផ្ដល់ការជួយគ្រប់គ្រងទៅលើសម្ភារៈគឺយើងមានផ្ដល់ជាសម្ភារៈប្រព័ន្ធទឹកស្អាតយើងមានធុងចម្រោះហើយយើងមានសម្ភារៈដូចជាឯកសណ្ឋានរបស់ពួកគាត់យើងមានស្រោមដៃមានទូទឹកកកមានធុងទឹកកកមានអីផ្សេងទៀតដែលអាចជំនួយទៅដល់ការបង្កើនអនាម័យក្នុងការដែលកែច្នៃត្រីឆ្អើរហើយមួយផ្នែកទៀតគឺយើងបានជួយគ្រប់គ្រងទៅលើទីផ្សារត្រីដែលពួកគាត់អាចកែច្នៃបាននៅក្នុងសហគមន៍របស់គាត់គឺយើងនាំយកទៅលក់នៅលើទីផ្សារក្នុងតម្លៃមួយដែលសមរម្យដែលយើងបានសិក្សាទៅលើតម្លៃផលិតផលត្រីឆ្អើរផ្សេងទៀតនៅទីផ្សារនៅភ្នំពេញអញ្ចឹងតម្លៃរបស់យើងគឺពេលខ្លះសឹងតែទាបជាងតម្លៃដែលគេលក់នៅលើទីផ្សារក្នុងគម្រោងនេះក៏យើងបានជួយគ្រប់គ្រងទៅលើការចិញ្ចឹមត្រីដែរដោយសារយើងសង្កេតឃើញពីកង្វះខាតនៃការផ្គត់ផ្គង់ត្រីនៅក្នុងតំបន់របស់ពួកគាត់ហើយជាពិសេសក៏យើងចង់ជួយកាត់បន្ថយទៅលើការនេសាទទាំងស្រុងទៅលើបឹងធម្មជាតិណាព្រោះការចិញ្ចឹមត្រីរបស់យើងនេះគឺជាលក្ខណៈបដែតទឹកនៅក្នុងដងស្ទឹងសែននឹងតែម្ដងអញ្ចឹងទាំងបច្ចេកទេសនៃការចិញ្ចឹមគឺយើងព្យាយាមផ្ដោតទៅលើការចិញ្ចឹមបែបធម្មជាតិគោលបំណងហ្នឹងគឺដើម្បីផ្គត់ផ្គង់ត្រីឲ្យមានលក្ខណៈស្ថិរភាពនៅក្នុងសហគមន៍របស់គាត់ហើយអត់មានប៉ះពាល់ទៅដល់ធនធានធម្មជាតិនៅក្នុងតំបន់របស់ពួកគាត់គម្រោងរបស់យើងផ្ដល់ជាពូជត្រីយើងផ្ដល់ជាចំណីយើងផ្ដល់ជាបច្ចេកទេសក្នុងការដែលចិញ្ចឹមបែបបែបធម្មជាតិហ្នឹងហើយខាងពួកគាត់ក៏ចូលជាបដិភិមួយចំនួនដែរក៏ប៉ុន្តែនៅពេលដែលគាត់លក់ត្រីហ្នឹងទៅមានចំណេញក្នុងទម្រង់ណាមួយគឺគាត់អាចដកបដិភិក្នុងនេះគឺយើងចង 5% នៃផលចំណេញពីការចិញ្ចឹមត្រីរបស់ពួកគាត់ហ្នឹងឲ្យគាត់អាចយក 5% ហ្នឹងចូលរួមក្នុងសហគមន៍បន្ថែមទៅលើការចងក្រងពួកគាត់កែច្នៃជាប្រភេទត្រីឆ្អើរដែលមានឈ្មោះថាត្រីទន្លេនេះពួកគាត់ធ្វើជាលក្ខណៈសហគមន៍បែបនេះគឺគោលបំណងធំហ្នឹងគឺជំរុញទៅលើការលើកកម្ពស់ជីវភាពគ្រួសារនៅក្នុងសហគមន៍នឹងទាំងមូលតែម្ដងហើយអីដែលជាពិសេសនៅលើហ្នឹងគឺយើងលើកកម្ពស់ការចូលរួមរបស់ស្ត្រីព្រោះនៅក្នុងសហគមន៍របស់យើងទាំងក្រុមកែច្នៃទាំងក្រុមចិញ្ចឹមត្រីគឺយើងផ្ដោតទៅលើការសមាជិករបស់យើងជាស្ត្រីហើយក្រុមទាំងពីរហ្នឹង
ទៀតសោតគឺមានការដឹកនាំពីស្ត្រីនឹងតែម្ដងហើយមួយផ្នែកនឹងដែរគម្រោងរបស់យើងក៏បានផ្ដល់ជាវគ្គបណ្ដុះបណ្ដាលដល់ពួកគាត់ពីបញ្ហា gender ហ្នឹងឲ្យគាត់បានយល់ដឹងពីទូនាទីរបស់ស្ត្រីហើយបញ្ហាមួយចំនួនឬគល់មួយចំនួនដែលរាំងស្ទះទៅលើការចូលរួមរបស់ពួកគាត់ហ្នឹងឲ្យគាត់បានយល់ហើយយើងផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួម សម្រាប់បងប្អូនដែលចង់បានត្រីឆ្អើរដែលល្អនិងមានគុណភាពអាចទាក់ទងតាមលេខទូរស័ព្ទទាំងនេះបានការជួយគាំទ្រផលិតផលរបស់ប្រជាពលរដ្ឋនៅទីនេះមិនត្រឹមតែជួយឲ្យពួកគាត់ទទួលបានកម្រៃខ្លះសម្រាប់ដោះស្រាយជីវភាពប៉ុណ្ណោះទេវាក៏ជាចំណែកតូចមួយជួយដល់ធនធានធម្មជាតិនិងជីវៈចម្រុះរបស់ប្រទេសយើងបានថិតថេរបន្តដល់កូនចៅជំនាន់ក្រោយៗទៀត